นពិសាខបូជានេះក៏ព្រះគ្រូចៅអធិការវត្តឥណ្ឌាញានិងលោកអាចារ្យគណៈកម្មការទាំងអស់បានស្រស់ស្រួលមូលមតិគ្នារៀបចំជាកម្មវិធីបុណ្យវិសាខបូជាទៅតាមប្រពៃណីអំពីបុរាណដែលដូនតាយើងលោកធ្លាប់បានប្រព្រឹត្តមកតែក្នុងឱកាសវិសាខបូជានេះបានមានរៀបចំបំពោះជាសាមណេរចំណាក់ប្រមាណរូបទេសាមណេរណា109រូបសិលវតី66រូបញោមញាតិជាបាសិកាច្រើនណាស់ដែលមានសទ្ធាជ្រះថ្លាគ្រប់រូបទាំងអស់ទាំងសាមណេរជាសាសឡាហើយនិងសីលវតីគ្រប់រូបទាំងអស់ជ្រះថ្លាចូលមកបួសហើយនឹងមករក្សាសិលសិក្ខាបទ10សីលវតីក៏សិក្ខាបទ10ដែរអស់ចំនួនរយៈកាល7ថ្ងៃក្នុងវិធីបុណ្យវិសាខបូជានេះការបួសនេះក៏ដូចជាបួសបូជាថ្វាយដល់ព្រះសម្មាសម្ពុទ្ធនៅថ្ងៃកំណើតដែលព្រះអង្គទ្រង់ប្រសូតគឺថ្ងៃ15កើតខែពិសាខទ្រង់បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធក៏ថ្ងៃ15កើតខែពិសាខដែរទ្រង់ចូលបរិនិព្វានក៏ថ្ងៃ15កើតខែពិសាខដែរប្លែកគ្នាខុសគ្នាតែឆ្នាំថ្ងៃដូចគ្នាទាំងអស់ហើយក៏សាមណេរនិងញោមញាតិទាំងអស់ដែលមកបព្វជិនឹងមកជាសីវតីគឺសមាទានសិល10នេះគឺបូជាថ្វាយរំលឹកថ្ងៃដែលព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់ប្រសូតទ្រង់បានត្រាស់នឹងបរិនិព្វានហ្នឹងក្នុងពិធីដែលបានបព្វជិជាសាមណេរក្តីជាសីលវតីក្តីគឺបានន័យថាអ្នកទាំងអស់គ្នាគ្រប់រូបដែលជាពុទ្ធបរិស័ទនឹងបានបំពេញតួនាទីរបស់ខ្លួនសម្រាប់ប្រុសគេបួសជាសាមណេរសម្រាប់ស្ត្រីបានត្រឹមតែសីលវតីគឺសិល10កាលពីព្រះសម្មាសម្ពុទ្ធគង់នៅឡើយមានភិក្ខុភិក្ខុនីសាមណេរៈសាមណេរីមានទាំងពីរដូចគ្នាប៉ុន្តែក្រោយមកក៏ដាច់អស់ព្រោះភិក្ខុនីនិងសាមណេរីនឹងអស់ទៅក៏ម្ល៉េះហើយมันអាចនឹងពំពោះទៀតបានទេព្រោះភិក្ខុនីនេះបួសត្រូវមានឧបជា2បួសឧបជាពីភិក្ខុនីមកហើយត្រូវមកបួសឧបជាភិក្ខុទៀតតែអញ្ចឹងវាអត់មានឧបជាជាភិក្ខុនីហ្នឹងនៅតែភិក្ខុបួសអត់បានបើនេះសូមលើកប្រវត្តិហ្នឹងពីសម័យពុទ្ធមកបានដូចគ្នាថាឲ្យតែជ្រះថ្លាហ្នឹងមកបព្វជិឧបសម្បទាជាសាមណេរជាភិក្ខុអីប្រព្រឹត្តទៅបានដូចគ្នាទាំងអស់បងប៉ុន្តែវាផ្សំអកុសលក៏ដាច់ពួយអស់នាងភិក្ខុនីទៅបងនៅសល់តែពួកភិក្ខុនិងសាមណេរការដែលបព្វជិជាសាមណេរនេះហើយនឹងបួសជាសីលវតីសមាទានសិល10នេះគឺបានប្រព្រឹត្តទៅតាមមេគារបស់
ព្រះសម្មាសម្ពុទ្ធគឺពុទ្ធសាសនានោះបានន័យថាយើងយកខ្លួនយើងមកផ្សារភ្ជាប់ជាពូជពងវង្សត្រកូលរបស់ព្រះសម្មាសម្ពុទ្ធឲ្យមាននិស្ស័យក៏ជាបច្ច័យតេតងនឹងពុទ្ធសាសនាបើយើងបានបំពេញក្នុងពេលបច្ចុប្បន្ននឹងហើយតទៅអនាគតកាលទៅខាងមុខកើតជាតិណាក៏ដោយតែកាលណាកើតឲ្យពេញវិជ្ជានោះនឹកឃើញរលឹកការបួសទាំងទៀតព្រោះនិស្ស័យបច្ច័យដែលបានសាងនោះមកញ៉ាំងចិត្តឲ្យជ្រះថ្លាបួសទៀតពេលដូចសីលវដៃក៏ដូចគ្នាបានមកសមាធិនុសាសិល10នេះគឺជានិស្ស័យក៏ធ្វើឲ្យមានទឹកចិត្តនោះជាប់ជំពាក់នឹងពុទ្ធសាសនាកាលណាអនាគតជាតិទៅខាងមុខធំដឹងក្តីឡើងមានចិត្តនឹងជ្រះថ្លាក្នុងពុទ្ធសាសនាពុជាអ្នករសាសិលសមាធិនេះគេថាបណ្ដោះនិស្ស័យជាប់តាំងអំពីពេលនេះឯងតទៅបងសម្រាប់ទាំងសាមណេរទាំងសីលវដៃទាំងអស់គ្នាដែលបួសនេះបួសរួចហើយត្រូវអប់រំបន្ទុំកាយវាចាចិត្តដោយធ្វើដោយមេគានៃព្រះសម្មាសម្ពុទ្ធគឺសិលសមាធិបញ្ញាហ្នឹងសិលសមាធិបញ្ញានេះនៅក្នុងគម្ពីរបត្រៃដកថាព្រះវិន័យព្រះសូត្រព្រះអភិធម្មតែដកថាសិលសមាធិបញ្ញានេះជាធ្វើដែលសម្រាប់គួរដល់បព្វជិតនឹងក៏បីសិក្សាអប់រំបន្ទុំកាយវាចាចិត្តរបស់ប៉ុនខ្លួនសិលសម្រាប់អប់រំកាយនិងវាចាឲ្យស្អាតសមាធិអប់រំចិត្តឲ្យស្អាតល្អហើយបញ្ញាយល់ខុសត្រូវសភាវៈពេញនៅលើโลกនេះធ្វើដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងនេះសិលសមាធិបញ្ញាសិលគឺសម្អាតកាយនិងវាចាឲ្យស្អាតដូចជាសិល5សិក្ខាបទ5នេះយើងសមាទិសិក្ខាបទ5បានន័យថាជៀសវាងការសម្លាប់សត្វសិក្ខាបទទី1ទី2ជៀសវាងការយកទ្រព្យសម្បត្តិអ្នកដទៃដែលគេហួងហែងថែរក្សាហ្នឹងសម្បត្តិទ្រព្យដែលគេហួងហែងថែរក្សាមិនចាំសម្បត្តិអីដែលខ្ពស់មានតម្លៃសំបីតែស្លឹកគ្រៃមកគល់ជីមកតងដែលមានម្ចាស់គេដាំគេថែរក្សាទៅយកមកគេអត់បានទេត្រូវតែសុំគេតែទៅយកបានសុំចូលក្នុងបាត់លួចអតិនេទានហ្នឹងយ៉ាងវាដូចជាសម្រាប់សិល5សិល5នេះជាសិលទូទៅសម្រាប់មនុស្សគឺកាមេគឺហាមមិនប្រព្រឹត្តខុសនឹងប្តីនិងប្រពន្ធកូនគេទេតែបើសម្រាប់សិល10គឺអព្រាមហាមមិនអោយរួមរយមេធនធម្មសំបីតែភរិយានិងស្វាមីក៏បៀតញ៉ាំបានទេអានេះបើសុំអបោសតសិល8បើសុំសិល10ដាច់ទាំងអស់បើសុំសិល8ដាច់ជិះវៀងមួយយប់មួយថ្ងៃផុតថ្ងៃសិលទៅអាចនៅរួមរស់គ្នាបានដើម្បីសិល10ដល់សមាធិណាគឺដាច់ស្រឡះគឺថាមិនប្រព្រឹត្តរឿងមេធនធម្មហ្នឹងបងដោយសិល10សិក្ខាបទ10ជៀសវាងបរិភោគ
អាហារក្នុងការដែលខុសគ្រឿងអាហារបិណ្ឌបាតហ្នឹងពោះពីម៉ោង12ទៅអត់បរិភោគទេគ្រឿងដែលទំពេដូចជាបាយដូចជាសម្លផ្លែឈើអីជាដើមហ្នឹងគ្រឿងទំពាជាវាយ៉ាងមិនរឹបភ្លេចមុសាមួយមុសាហ្នឹងគឺភូតភោកុហកសំដែងទៅលើរំលងមុសាហ្នឹងគឺពោលពាក្យមិនเป็นពាក្យកុហកភូតភោកបោកប្រាស់អ្នកដតីគេឮពាក្យយើងគេជឿទៅគេខូចខាតផលប្រយោជន៍របស់ប្រគេឬក៏មានគ្រោះថ្នាក់ដល់អាយុជីវិតប្រគេអានឹងមុសាបានទី5គឺសុរាសុរានេះគឺហាមពីសុរាគ្រឿងញៀនគ្រឿងស្រវឹងគ្រប់បែបយ៉ាងទាំងអស់ក្នុងសិលទាំងអស់សុរានោះធ្ងន់ជាងគេបំផុតកាលណាតផឹកស្រាដាច់ទាំងអស់សិលមកវាសំជម្រាបចឹងសារាសិលទី5ដល់ទី6គឺវាចាបរិភោគភោជនាហារក្នុងកាលខុសចាប់ពីម៉ោង12ទៅល្ងាចទៅមកយកបោះព្រឹកទៅដល់ទៅម៉ោង6ព្រឹកនេះបានអាចបរិភោគបានយ៉ាងសិលនច្ចគីហ្នឹងឲ្យវាជាវាងការរំការច្រៀងការប្រគំដេញដំដូតន្ត្រីអានេះសម្រាប់សិល10ណាហាមអត់ឲ្យមើលរំគឺច្រៀងរំខ្លួនឯងក៏មិនបានរិចបន្ទាប់ទៅទៀតមេលាគឺជៀសវាងការតុបតែងរាងកាយដោយផ្កាកម្រងគ្រឿងក្រអូបជាដើមបើគេសិល8គឺជៀសវាងតែមួយយប់មួយថ្ងៃទេបើសិល10គឺជៀសវាងរហូតការតុបតែងដាក់តែងរាងកាយដោយគ្រឿងផ្កាកម្រងគ្រឿងក្រអូបឧច្ចាសិលឧច្ចាគឺជៀសវាងការទទួលទានតំណែងលើគ្រីទីសេនាសនៈដែលល្អប្រណិតឧបមាមានក្បាច់មានក្បូរអីល្អហ្នឹងហាមមិនអោយទៅសម្រាប់ទទួលទានតំណែងលើទីហ្នឹងទេមិនបានលោកហាមថារបស់ទាំងអស់នោះធ្វើឲ្យចិនហ្នឹងបរិរាយចិត្តជំពាក់ហាមទីសេនាសនៈដល់ប្រសើរបានទី10ហាមទទួលទុកដាក់មាសនិងប្រាក់ដោយដៃខ្លួនឯងក្តីឬឲ្យអ្នកដទៃគេទុកដាក់ឲ្យក្តីឬត្រេកអរចំពោះមាសប្រាក់នេះសិក្ខាបទ10សម្រាប់សាមណេរទាំងអស់ហ្នឹងហើយនឹងសិលវត្តរីត្រូវជៀសវាងហ្នឹងហើយសម្រាប់បណ្ដាសិលទាំងអស់ហ្នឹងសុរាហ្នឹងធំជាងគេទាំងអស់សិលដទៃទៀតបើប្រព្រឹត្តឲ្យកន្លងតែមួយដាច់តែមួយទេសិលទៀតនៅបើសម្រាប់សត្វដាច់មួយបើសិលដទៃទៀតនៅអត់អីទេតែបើទៅផឹកស្រាដាច់ទាំងអស់ផឹកស្រាដាច់ទាំងអស់មិនបានថាដាច់ទាំងអស់ប្រសាទស្រាជាភេសជ្ជៈម្យ៉ាងដែលវាមានជាតិខ្លាំងកាលណាយើងបរិភោគទៅពង្វិលសតិវិញ្ញាណរបស់យើងឲ្យខុសប្រក្រតីទាំងអស់អាចហ៊ានធ្វើអីទាំងអស់តែកាលណាសង្វឹងវិវត្តអាចហ៊ានធ្វើអីទាំងអស់បានសារៈជាចំណងរបស់សិលទាំងអស់ប៉ុន្តែក្នុងការដែលត្រូវសមាទានត្រូវរក្សាសិលសម្រាប់សាមណេរនោះគឺសិក្ខាបទ10រក្សាសិល10សិលវត្តក៏ដូចគ្នាដែររក្សាសិល10ដូចគ្នាព្រោះកាល
ខុសតែភេទមិនសិពាក្យស្បង់ចពោមែនក៏បើសិក្ខាបទដូចគ្នាភាសាដូចគ្នាចឹងនឹងទី1ដើម្បីសម្អាតកាយវាចាឲ្យស្អាតកុំឲ្យប្រព្រឹត្តអំពើទុច្ចរិតអំពើអកុសលហ្នឹងនេះតួសិលទី2គឺត្រូវអប់រំចិត្តដោយសមាធិប្រចិត្តរបស់យើងវានៅក្រោមអាណានិគមរបស់កិលេសចិត្តយើងអត់មានសេរីភាពប្រចិត្តណាដែលអត់មានសេរីភាពនៅក្រោមអាណានិគមរបស់កិលេសក៏គ្រប់គ្រងកិលេស5គេហៅកិលេសចន្ទកណ្ដាលអសិលនោះកិលេសក្រោតក្រៀតជំរះកិលេសក្រោតក្រៀតសមាធិជំរះកិលេសចន្ទកណ្ដាលគឺកាមឆន្ទៈព្យាបាទៈថៃនមិទ្ធៈឧទ្ធចៈភគចៈវិជិកិច្ឆា5នេះវាស្រោបចិត្តយើងអត់ឲ្យរើរួចទេបងយើងធ្វើអីសប្តាហ៍ធ្វើទៅតាមតែកិលេសចន្ទកណ្ដាលនោះវាញ៉ាំមកប្រាជ្ញបានវាកើតលោភៈទោសៈមោហៈនឹងប៉ះពាល់ទៅអ្នកទីព្រោះកិលេសនោះវាបញ្ជាឲ្យធ្វើដូច្នេះត្រូវអប់រំចិត្តនឹងដោយសមថសមាធិអូកម្មដ្ឋាន40ហ្នឹងដើម្បីឲ្យចិត្តនោះវាស្ងប់ម្យ៉ាងទៀតចិត្តរបស់យើងអត់ចេះស្ងប់មកកិលេសគ្រប់គ្រងអត់ចេះទំនេរអត់ចេះនៅស្ងៀមទេដែលឈ្មោះថាចិត្តគឺសភាវៈដែលចេះសន្សំនៅរឿងរ៉ាវទាំងអស់ហ្នឹងគឺជាចិត្តនឹកឃើញរឿងអមានរឿងអាក្រក់រមកចូលមកត្រូវប៉ះក៏កើតទោសៈទៅក្រោធទៅខឹងទៅអមានរឿងល្អមានរៀបមានសការៈគេសរសើរមកក៏រីករាយទៅចិត្តហ្នឹងវាដើររករឿងទៅវាចិត្តគិតម្ដងបានតែមួយរឿងទេប៉ុន្តែរឿងមួយចេញផុតទៅរឿងមួយចូលរឿងមួយចេញផុតទៅអត់ចេះទំនេរទេបងនេះចឹងអញ្ចឹងយើងត្រូវអប់រំចិត្តឲ្យវាស្ងប់ដោយកម្មដ្ឋានទាំង40ណាមួយប៉ុន្តែច្រើនអប់រំតែអានាបានសតិអានាបានសតិហ្នឹងគឺងាយចម្រើនកម្មដ្ឋានហ្នឹងមិនរើសចរិតទេចរិតទាំង6អាចចម្រើនបានទាំងអស់ចម្រើនឲ្យស្ងប់ដោយគេតម្កល់ចិត្តគេក្នុងខ្យល់គេយកសតិរលឹកខ្យល់ឈ្មោះថាអានាបានៈថាដង្ហើមចេញចូលវិញមានសតិមួយទៀតអានាបានសតិគឺឲ្យរលឹកចំពោះដង្ហើមចេញចូលខ្យល់ដង្ហើមរបស់យើងហើយកម្មដ្ឋានហ្នឹងស្រួលជាងកម្មដ្ឋានណាទាំងអស់ពីព្រោះខ្យល់ដង្ហើមចេញចូលណាក៏មានគ្រប់តែគ្នាអញ្ចឹងបងជាមានជារបស់ខ្លួនស្រេចចូលឲ្យនឹកចំពោះខ្យល់ដង្ហើមចេញនឹងចូលគាត់ខ្យល់ចេញទៅឲ្យដឹងថាចេញចូលឲ្យដឹងថាចូលគេយកអាខ្យល់ដង្ហើមដែលចេញនឹងឯងឲ្យដឹងថាចេញចូលមកវិញឲ្យដឹងថាចូលឲ្យចិត្តនោះវាតម្កល់នឹងក្នុងចេញនឹងចូលហ្នឹងមិនចាំប្របាក់នឹកខ្យល់នឹកខ្យល់ក៏យកមកសញ្ញាថាដំណើរចេញឲ្យដឹងថាចេញចូលដឹងថាចូលដើម្បីឲ្យស្ងប់ចិត្តដល់ចិត្តវាស្ងប់ចិត្តវាស្ងប់ទៅវាកើតបៃតេជាសញ្ញាឲ្យយើងអ្នកចម្រើននឹងដឹងបង
ในการไปเตะการนาการไปเตะอาจารย์นั้นรู้ระบบเชงปีอาณานิคมปรำนั่นต่อไอ้กระเรียเมียนสไลเพียบครวนไอ้จัดเมียนเป็นลือก็ได้เกล้นักวิศราอัดเมียนเป็นลือดิโดยเชี่ยวปกโปกได้บัดบังนั้นมันโดนไปจันนะแบบเป็นไปจันเนาะเพราะการนับเกล้นั้นโดยเชี่ยวดมปกโปกตกบังว่องไปจันเอาเจงเป็นลือบานเลยลูกทีมเนี่ยแล้วการนายังจำราญเต้าเกล้สงบเต้านี่โดยเชี่ยวไปจันเนี่ยปกโปกสลัดทอดกันไปจันเมียนเป็นลือหลังจันเยอะเมียเป็นลือการเมียนได้อายุเคลียร์วิจารต่างได้จำเริญสมาธินะวิรุธสมัทธะนี้เจียบบ้านระบบวิปัสสนาแต่เราจำเริญสมัทธะเนาะอาจารย์สงบสันบานจันองเมียนเป็นลือหรือไปจำเริญวิปัสสนาเป็นไงไอ้ป่าวที่จำเริญเจ้าที่มันก็เราให้พอเลยแกเอาวันเราตั้งเจนโจเจนโจเจนโจปราวิปัสสนาที่เราให้พอได้เวกาหลังนั้นที่พิจารณาไอ้เพื่อให้พอน้องบ้านเราฉบับลูกไอ้จำรานสัมมัทธะทูจัดไอ้สงบมันในการอาจัดเป็นสงบเต่าเดี๋ยวធ្វើឲ្យកាយនឹងចិត្តនឹងដែលយើងអង្គុយប្រព្រឹត្តទៅវាស្រួលអត់មានរសាប់រសល់រសេះរសោះកវល់កវាយអីទេការចកការចាក់ឈឺចាប់អីក៏មានចិត្តស្ងប់ទៅវាសង្កត់អាវេទនាទាំងអស់បាននៅអញ្ចឹងការអាចារ្យស្ងប់ទៅវាមានបៃតេកើតឡើង5ទី1បៃតេទី1ធ្វើឲ្យយោគាវិចរនឹងព្រឺរោមព្រឺសម្បល់ព្រឺស្បែកណាបាទនេះជាសញ្ញាមួយទី2ធ្វើឲ្យយោគាវិចរនោះឃើញពន្លឺភ្លឺភ្លេងភ្នែកយើងថ្មិចមែនបានឃើញពន្លឺឲ្យបើកភ្នែកមើលដូចជាភ្លើងពេលឬដូចជាដួងប្រច័ណ្ឌដល់បៃតេខ្លាំងមែនទែនភ្លឺអស់បងទី2ទី3ធ្វើឲ្យកាយរបស់យោគីហ្នឹងដូចយល់ខ្លួននឹងទៅបើហាក់ដូចយល់ដូចទឹករលកទីបៃតេទី4ធ្វើឲ្យកាយរបស់យោគីហ្នឹងដូចដកកម្ពស់ឡើងយើងអង្គុយបើដូចខ្លួនយើងដកកម្ពស់យ៉ាងណាឬអាចដូចជារីធំយ៉ាងណាបើឬក៏ដូចជាស្រាលបែបចង់អណ្ដែតហើបផុតពីទីដែលអង្គុយបើឬដល់ស្ងប់អញ្ចឹងកាយរឹងដូចដៃយើងដាក់លើគ្នារឹងដូចជាប់គ្នាដែលអត់មានអីប្រឹងទេជាប់រឹងហ្នឹងបៃតេឯកាតែអញ្ចឹងថាចកឈឺចាប់រយសពន់បាត់អស់អង្គុយក៏ស្រួលចិត្តក៏ស្ងប់ស្រួលដល់ហ្នឹងទៅបៃតេទី5គឺគេហៅផរណាបៃតេហ្នឹងបៃតេនេះខ្លាំងចឹងទៅកាលណាកើតឲ្យធ្វើឲ្យកាយរបស់យោគីនោះបានស្ងប់ស្រុកស្រួលចិត្តក៏ស្ងប់ស្រុកស្រួលហាក់បីដូចជាខ្លួនយើងដែលទៅនៅក្នុងភពណាមួយដទៃដែលយើងដែលទៅណាទៅនៅក្នុងភពនោះតែម្នាក់ឯងសបាយរីករាយជាងកាលក៏កើតបៃតេបាមកជាពតសឹកល្ងើស្រក់ទឹកភ្នែកអស់អស្រក់ភ្នែកការស្រក់ទឹកភ្នែកមិនមែនតែការកើតទុកសោកទឹកដែលសបាយរីករាយខ្លាំងពេកណាបាទតែញោមញាតតែបែកកូនបែកចៅទៅឆ្ងាយដល់កូនចៅមកដល់ឃើញកូនcũngកើតបៃតេនឹងស្រក់ទឹកភ្នែកអីស្រីអីអានេះគេផរណាបៃតេនឹងបៃតេដែលខ្ពស់ឆ្លៀតអស់បៃតេនោះមាន5ណាព្រោះនឹងកើតបៃតេណាមួយជាពិសេសច្រើនដល់ព្រឺរោមព្រឺសម្បល់នឹងកើតមុនគេនឹងជាសញ្ញាដែលឲ្យយោគីនឹងដឹងថាចិត្តរបស់ខ្លួននោះស្ងប់ព្រោះដល់ការចិត្តស្ងប់ហើយបានអាចចូលទៅចម្រើនវិបស្សនា
លោកថាសមថៈនេះជាយានជំនិះសម្រាប់ឲ្យយោគាវិចរជិះចូលទៅកាន់ភូមិវិបស្សនាពុទ្ធចិត្តវាភ្លឺភ្លឺវាអស់មានកិលេសស្រោបបងដល់ទៅចម្រើនបស្សនាងាយបងនឹងអាចចម្រើនបានស្រួលតែបើចម្រើនទៅហើយអាកិលេសនោះវាមកបុករករើខ្លាំងឲ្យថយមកចម្រើនសមថៈវិញថយមកចម្រើនសមថៈវិញចម្រើនបានស្ងប់ឲ្យចូលទៅភូមិវិបស្សនាទៀតលោកប្រាប់អញ្ចឹងណាសមថៈជាយានជំនិះសម្រាប់ឲ្យយោគាវិចរជិះចូលទៅកាន់ភូមិវិបស្សនាព្រោះទៅពិចារណារកសេចក្តីពិតនៃសង្ខាររបស់ព្រះអង្គវិបស្សនាសតិប្បដ្ឋានណាញោមណាវិបស្សនាគឺសតិប្បដ្ឋាន4ហ្នឹងបងកាយានុបស្សនាវេទនាអធម្មាចត្តាហ្នឹងជាទូវិបស្សនាហើយបងធ្វើផ្លូវដែលយើងត្រូវបដិបត្តិមានតែ3ដំណាក់ឯសម្រាប់ពុទ្ធសាសនាគឺយើងអប់រំកាយនិងវាចាចិត្តរបស់យើងឲ្យស្អាតល្អបងដោយព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តទាំងឡាយលោកអប់រំកាយវាចាចិត្តរបស់លោកស្អាតអស់ហើយបងអត់មានកិលេសអីតិចតួចទេដូចជាបតិចិត្តរបស់ពុទ្ធស្អាតដូចសម្ពុទ្ធសអញ្ចឹងមានខ្មោចមានស្នាមអីទេនៅចិត្តបរិសុទ្ធទោះបីជាអ្នកណាយកគ្រឿងសត្រាអាវុធយកកំភ្លើងអីទៅកំហែងគំរាមនឹងសម្លាប់លោកអត់ភ័យអត់ខ្លាចទេអ្នកណាទៅសរសើរលោកទៅសរសើរលោកប្រគេនរបស់អីដែលជាទីគួរពេញចិត្តក៏លោកមិនត្រេកអររីករាយព្រោះអ្វីដែលភ័យខ្លាចហើយនឹងរីករាយគឺកិលេសទេដល់លោកលៀងស្អាតឲ្យមានអីនឹងធ្វើឲ្យភ័យព្រួយណាដូចជាមេដែកយ៉ាងដូចរឿងប្រកអីយ៉ាងអ្នកដទៃគេជេរគេបតិញមកសម្ដីក្រោតក្រៀតដល់យើងមានមេដែកគឺកិលេសខាងក្នុងចេញទៅទទួលយកសម្ដីគេក៏ប៉ុន្តែអស់មានមេដែកហ្នឹងមានទៅស្រូបយកដែកនេះជាការធៀបឧបមាឲ្យយើងញាតិយល់ថាលោកអ្នកអស់កិលេសណាញោមអត់ចាញោមញាតិទៅសើលោកយកអីthôiលោកអត់មានត្រេកអររីករាយពីព្រោះអត់មានកិលេសឯនោះធ្វើឲ្យរំភើបញាប់ញ័ររីករាយសប្បាយអត់មានទេតែនិយាយពីព្រះសម្មាសម្ពុទ្ធដែលលោកអប់រំកាយវាចាចិត្តលោកស្អាតហើយណាវិសរតយើងនេះវានៅក្រោតក្រៀតនៅកិលេសពោពេញទាំងអស់បងប៉ុន្តែបើសិនណាជាយើងបានប្រព្រឹត្តទៅតាមពុទ្ធដីការបស់ពុទ្ធគឺរក្សាសិលចម្រើនសមថៈកម្មដ្ឋានទៅអប់រំកាយវាចាចិត្តរបស់យើងព្យាយាមចម្រើនយូរទៅស្រាលញោមញាតិស្រាលពីមុនយើងធ្លាប់មានរឿងអីកើតទោសៈប្រភពប្រផាំងកតុងរាដែលយើងចម្រើនយូរទៅស្រាលមានអ្នកណាជេរណាថាអីក៏កើតតន្តែងទួចទៅអត់ដូចពីមុនទេបងនេះផលនៃការបដិបត្តិទៅតាមមេគារបស់ពុទ្ធហ្នឹងបងសម្រាប់ញោមញាតិជាពុទ្ធបរិស័ទគឺត្រូវបដិបត្តិ3ណាឯងជាមេគាបងសម្រាប់សាមណេរក្តីភិក្ខុក្តីក៏បដិបត្តិតាមមេគា3នេះដែរព្រោះដើម្បីនឹងធ្វើកិលេសនោះឲ្យវាទ្រោមទៅវាមិនអស់ទេបើគាត់បើស្រាលទៅបងស្រាលទៅយើងកើតមានបញ្ញាឡើងបងនេះជាផ្លូវបដិបត្តិក្នុងពុទ្ធសាសនាណាពុទ្ធសាសនានេះมันមានពិធីបន់ស្រន់បួងសួងហៅអតិទេពខាងក្រៅមកជួយมันមានទេណាញោមញាតិគឺប្រព្រឹត្តធ្វើខ្លួនឯងទាំងអស់ពុទ្ធលោកបញ្រៀនឲ្យយើងធ្វើការទេខ្ញុំនិយាយទៅកាយកម្មវិច័យកម្មមនោកម្ម
យើងត្រូវអប់រំកាយវាចាចិត្តឲ្យស្អាតយើងធ្វើការឲ្យស្អាតល្អដោយកាយវាចាចិត្តតែឈ្មោះថាពុទ្ធគឺលោកអ្នកទូលមានព្រិនបដៅពុជនទាំងឡាយឲ្យប្រព្រឹត្តល្អដោយកាយវាចាចិត្តនឹងពុទ្ធប្រែថាអញ្ចឹងលោកទូលមានព្រិនបដៅរបស់យើងលោកមិនមកបង្រៀនឲ្យយើងទៅសុំយកអីពីលោកតែខុសណាញោមញាតិញោមញាតិសិក្សាឲ្យច្បាស់អំពីពុទ្ធសាសនារួចសំខាន់បំផុតសិលសមាធិបញ្ញានេះសំខាន់បំផុតគឺបញ្ញាសិលសម្រាប់លាងកិលេសក្រោធក្រេតសមាធិលាងកិលេសចាំងកណ្ដាលបញ្ញាលាងកិលេសដែលល្អិតព្រោះកិលេសវាតម្រាំក្នុងចិត្តយើងមើលអត់ដឹងទេតែបញ្ញាมันមើលដឹងគឺកម្ចាត់លះបង់បង្ហើយចុងក្រោយហ្នឹងសម្រាប់យើងពុទ្ធសាសនានេះយើងដែលជាបឋមជនភិក្ខុសាមណេរដែលជាបឋមជនញោមញាតិដែលជាបឋមជនក៏ព្រះសម្មាសម្ពុទ្ធលោកឲ្យយើងសន្សំបញ្ញាដែរបញ្ញាមានពីរប្រភេទមួយជាលោកយៈបញ្ញាមួយលោកតរបញ្ញាលោកយៈបញ្ញាគឺបញ្ញាដែលពួកយើងបឋមជនទាំងអស់យើងត្រូវសិក្សារៀនសូត្រលោកតរបញ្ញាគឺពួកព្រះអរិយឬក៏អរិយបុគ្គលជននោះលោកមានបញ្ញាខ្លះបញ្ញាលោកចាក់ធ្លុះនៅក្នុងសច្ចៈធ្វើ4និងមគ្គផលនិព្វាននឹងព្រោះវាផុតពីលោកីហើយលោកតរបញ្ញាតែសម្រាប់បញ្ញារបស់យើងគ្រប់គ្នាគឺត្រូវសន្សំលោកយៈបញ្ញាគឺបញ្ញានឹងសម្រាប់ឲ្យយើងរស់នៅជាមនុស្សនឹងបានស្រួលបានសុខក្នុងជីវិតនោះហើយបញ្ញារបស់យើងដែលជាបឋមជនលោកីនេះគឺកើតពីការស្ដាប់ការត្រេះរិះពិចារណាហើយក៏ការសាកសួរហើយនឹងការកត់ត្រាមាន4នេះបើយើងមិនប្រកបដោយអង្គ4នេះទេបញ្ញាមិនមានកើតឲ្យយើងទេគឺចាំបាច់ប្រពុតឲ្យយើងស្វែងរកបញ្ញាពីព្រោះមនុស្សដែលអត់មានបញ្ញាហើយវិស័យដូចសត្វទេរឆានគោកបីញោមញាតិមើលមនុស្សដែលល្ងងអង្គគោកបីដូចតែគ្នាបានជាពុទ្ធលោកសំដែងឲ្យយើងស្វែងរកបញ្ញារបស់យើងគ្រប់គ្នាកើតពីការស្ដាប់ការត្រេះរិះពិចារណាការសាកសួរបំយល់ក៏សាកសួរហើយនឹងកត់ត្រាជាពិសេសគឺវិជ្ជាបញ្ញានោះចេញពីសាលារៀនគេណាដូចជាខាងប្រសង់បានបង្កើតជាសាលាពុទ្ធិកសិក្សាឲ្យរៀនហើយសម្រាប់ញោមញាតិដែលជាបរិស័ទជាក្រហមនៅរដ្ឋាភិបាលលោកបង្កើតសាលាឲ្យរៀនផងសាលារៀនទាំងពីរនេះទាំងផ្នែកប្រសង់និងខាងវិជាប្រដ្ឋនេះគឺធ្វើឲ្យមនុស្សនឹងមានបញ្ញាបំបត្តិនៅសេចក្តីល្ងងនឹងចេញទើបជីវិតរបស់មនុស្សរស់នៅនឹងបានសុខស្រួលប្រសើរដោយសារបញ្ញានឹងឯងដូចជាពុទ្ធសាសនាលោកសំដែងអ្នកដែលបដិបត្តិពុទ្ធសាសនានឹងត្រូវបានប្រយោជន៍នឹង3ញោមមួយគឺទិដ្ឋធម្មិកថាប្រយោជន៍ជាប្រយោជន៍លោកីបច្ចុប្បន្នទី2ប្រយោជន៍ក្នុងឋានសួគ៌ក្នុងបរៈលោកដែលពេលយើងអស់ជីវិតទៅទី3គឺប្រយោជន៍ក្នុងព្រះនិព្វានណាត្រូវបានប្រយោជន៍3ចឹងតែប្រយោជន៍ដែលពុទ្ធលោកឲ្យយើងធ្វើឲ្យបានមុនគេគឺប្រយោជន៍លោកីបច្ចុប្បន្នដើម្បីឲ្យជីវិតយើងរស់នៅបានសុខស្រួលសប្បាយព្រោះជីវិតពុទ្ធលោកស្រីជីវិតមនុស្សរស់នៅបានសុខស្រួលសប្បាយព្រោះវត្ថុ4យ៉ាងចាបើពោលតាមភាសាបាលីថាបច្ច័យ4ក៏ប្រសងស្បង់ចីវរមហូបអាហារ
ទីសេនាសនៈនៃកុដិសាលានេះហើយនៅឆ្នាំជាបារោគវិញញោមញាតឲ្យតែលឺថាបច្ច័យ4ស្មានតែប្រសងនៅត្រូវការប្រើខ្លួនឯងប្រើដែរមិនគិតឃើញទេណាញោមញាតអូនៅតែបើញោមញាតគិតឃើញយល់ខ្លះអីក៏មិនដឹងទេបើអាត្មាមើលទៅពាក្យច្រើនឲ្យតែលឺតែបច្ច័យ4ឲ្យសម្រាប់ប្រសងហើយតែខ្លួនយើងប្រើដែរអត់បានគិតទេយើងគិតមើលមកពេលពុទ្ធលោកសំដែងថាអោយតែជីវិតរបស់មនុស្សនៅលើផែនដីទាំងអស់ត្រូវការតិតងនឹងវត្ថុ4យ៉ាងគឺបច្ច័យ4នេះឯងខ្ញុំក៏លេខមើលជាតិណាដែលនៅលើផែនដីហ្នឹងតែដើរលេខខ្លួនប្រទេសដូចគួរដូចកបីជាតិណាដែលមិនបរិភោគអាហាររស់នៅបានមនុស្សណាមួយដែលទៅដេកកណ្ដាលវាលស្រែកើតមើលជាតិណាក៏មានប្រើប្រាស់ដូចនេះនឹងឲ្យបានជាព្រះសម្មាសម្ពុទ្ធលោកទូលមានសុំឲ្យធ្វើម៉េចឲ្យវត្ថុ4យ៉ាងនេះកើតមានដល់ជីវិតរបស់អ្នកទើបជីវិតនឹងបានសុខស្រួលលោកប្រាប់ទៀតអ្នកដែលមានរកទ្រព្យសម្បត្តិបានច្រើនគ្រប់គ្រាន់នេះព្រោះបញ្ញានឹងឯងបើតើអត់បញ្ញារកអត់បានទេនេះក៏បញ្ញាលោកយៈព្រោះតើអត់បញ្ញារកបានទេនេះសម្រាប់ពុទ្ធសាសនាគេលោកទូលមាននឹងវាមានតាមថ្នាក់យើងបទជនឲ្យរកបញ្ញាជាលោកយៈសម្រាប់ទីពឹងខ្លួនចិនជីវិតព្រះអរហន្តគឺបញ្ញាលោកុត្តរៈឆ្លងផុតពីនឹងទៅបងវាមានជាលោកបដៅទូលមានអាស្រ័យហេតុនេះគឺយើងទាំងអស់គ្នាទាំងបព្វជិនទាំងក្រហមត្រូវសិក្សារៀនសូត្រសន្សំបញ្ញានឹងឲ្យបានគ្រប់គ្នាទាំងអស់បើអ្នកណាមួយដែលមានបញ្ញាគ្រប់គ្រាន់ហើយបានន័យទៅជោគវាសនារបស់ខ្លួននឹងបានខ្វងខ្ពស់ល្អប្រសើររស់នៅដោយសេចក្តីសុខសួស្តីក្នុងជីវិតនេះម្នាក់ណាមួយក៏ប្រាថ្នាចង់បានសេចក្តីសុខដែរប៉ុន្តែអត់រៀនអត់រៀនធ្វើម៉េចបានសុខធ្វើម៉េចរកទ្រព្យបានរកសម្បត្តិបានអានឹងទ្រព្យសម្បត្តិវានៅនឹងបញ្ញានេះពពុះវាមានហេតុផលវិញចឹងបងអ្នកដែលមានបញ្ញាបានរកទ្រព្យបានច្រើនអ្នកដែលល្ងងគឺរកបានទេព្រោះថាមានហេតុផលណាពពុះលោកប្រាប់ពុទ្ធសាសនានេះជាសាសនាដែលពពុះលោកបញ្រៀនពីហេតុផលដែលអត់ឲ្យជីវអីប្រទេសតែខ្ញុំមានបងនឹងបានថាបញ្ញានេះប្រសើរណាស់ក៏ទាំងបព្វជិតទាំងក្រហមនេះសម័យនេះសូមធ្វើម៉េចខំរៀនខំសូត្រគ្រប់គ្នាឲ្យបានដល់ត្រើយត្រាននៃវិជ្ជាត្រើយត្រាននៃវិជ្ជាសប្តាហ៍គេvừaមានបរិញ្ញាបត្រមានអនុបណ្ឌិតមានបណ្ឌិតតែខ្ពស់ជាងគេយើងត្រូវរៀនតស៊ូយកបណ្ឌិតឲ្យបានដល់ត្រើយត្រាននៃវិជ្ជាទាំងអស់គ្នានេះទាំងសាមណេរអ្នកបួសនេះហើយនឹងសិលបតីហ្នឹងរៀនឲ្យបានទាំងអស់គ្នាទៅជីវិតរបស់យើងបានប្រសើរបញ្ញាគឺធ្វើជីវិតឲ្យប្រសើរឥឡូវយើងអត់និយាយពីឋានៈលោកុត្តរៈទេព្រោះយើងជាបតុជនឲ្យនិយាយត្រឹមឋានៈបតុជនធ្វើម៉េចឲ្យជីវិតខ្លួនដែលរស់ជាមនុស្សនឹងបានប្រសើររស់នៅដោយសារបញ្ញានឹងឯងស្ដាប់បានទេសាមណេរនិងសៃវតីគ្រប់រូបនោះបានមើលទៅមកឆ្លើយខ្លាំងទេទៅបានន័យថាបើបានគឺយល់ហើយបើអញ្ចឹងតស៊ូការសិក្សារៀនសូត្ររបស់បញ្យើងឲ្យដល់ត្រើយត្រាននៃវិជ្ជាយកបណ្ឌិតឲ្យបានគ្រប់គ្នាតែបានហើយតែបានបណ្ឌិតគេហៅបញ្ញវន្តហើយប្រុសស្រីគេហៅបញ្ញវតីឬបញ្ញវន្តីបណ្ឌិតដូចគ្នាវាឥឡូវនិយាយពីពុទ្ធសាសនាទៀតពុទ្ធសាសនានឹងព្រះសម្មាសម្ពុទ្ធលោកឲ្យតម្លៃមនុស្សដូចគ្នាញោមញាដែលអាត្មាទេសនាបញ្ញាលោកីទេណាបើយើងនេះឆ្លងទៅដូចទៅមិនឲ្យរស់នៅបានប្រសើរព្រះពុទ្ធលោកសម្ដែងថា
បុរសមនុស្សប្រុសនឹងមិនសត្វតែជាបណ្ឌិតក្នុងទីសពគ្រប់លើទេឯនារីស្ត្រីបើមានបញ្ញាឆ្នើមក៏ជាបណ្ឌិតដែរនេះពពុទ្ធលោកលើកឲ្យស្មើគ្នាភិក្ខុនៃសម័យពពុទ្ធពួកភិក្ខុមានជំនាញខាងអីអេតតិគៈខាងសម្ដែងធម៌ទេសនាខាងក្លៀងធម៌ខាងបញ្ញាខាងរិទ្ធឈានសមាបត្តិភិក្ខុនៃធ្វើបានអភិបាលខេត្តកោះកុងបៃលិនអីស្រីទៅធ្វើនោះពេលនោះប្រធានរដ្ឋសភាស្រីដែរណាហ្នឹងហើយសម្ដេចដែររាមចាំហ្នឹងហើយឬក៏រដ្ឋមន្ត្រីក្រសួងតិចក៏មានស្រីមកកណោនេះឲ្យលើកឧទាហរណ៍ប្រកេននឹងជូនទាំងអស់គ្នាឲ្យយល់បើចុះខំតស៊ូរៀនឲ្យបានឲ្យទៅជាធនធានមនុស្សដ៏ប្រសើរសម្រាប់ប្រទេសជាតិរបស់ព្រះយើងពេលតែប្រជាណាចក្រកម្ពុជាយើងនេះខុសពីប្រទេសទាំងអស់គេអត់មានយកពុទ្ធសាសនាមកជាដាក់ក្នុងច្បាប់កម្ពុជារបស់ប្រទេសទេណាញោមញាតិមានតែប្រទេសខ្មែរយើងមួយទេដែលយកមកកត់ត្រានៅក្នុងច្បាប់របស់ប្រទេសគឺក្នុងរដ្ឋធម្មនុញ្ញពុទ្ធសាសនាជាសាសនារបស់រដ្ឋយ៉ាងមានប្រទេសកម្ពុជាមានពុទ្ធសាសនាជាទីគោរពសក្ការៈបូជាមិនបានយកពុទ្ធសាសនាមកដាក់ជាសាសនារបស់រដ្ឋព្រោះសាសនាពុទ្ធសាសនាជាសាសនារបស់មនុស្សពុទ្ធជាមនុស្សញោមញាតិពុទ្ធជាមនុស្សមានម៉ែមានឪមានស្រុកមានទេមានប្រពន្ធមានកូនដូចតែញោមចាប្រពន្ធលោកមានអកបស័យមានពុទ្ធជាមនុស្សក៏យើងចឹងឯងពេលម្ល៉េះឲ្យអ្វីដែលលោកបដៅទូលមានមនុស្សគឺសុទ្ធតែប្រយោជន៍សម្រាប់បងមនុស្សទាំងអស់អញ្ចឹងហើយព្រះធម៌របស់ព្រះអង្គគឺជាទ្រឹស្ដីជាមេគីដែលសម្រាប់យើងបរិស័ទយើងគោរពបប្រតិបត្តិទៅតាមមេគីហ្នឹងពីព្រោះព្រះអង្គបរិនិព្វានទៅហើយនៅព្រះធម៌នឹងឯងជាគ្រូបាអាចារ្យយើងសិក្សាទៅជាបរិយ័តគឺទ្រឹស្ដីបញ្យល់ប្រាប់យើងហ្នឹងវិស័យថ្ងៃនៅពិភពលោកនេះក៏ទៅគេធ្វើអីក៏គេរៀនទ្រឹស្ដីសិនដែរស្របទៅតាមពុទ្ធសាសនាហ្នឹងឯងរៀនទ្រឹស្ដីរៀនបរិយ័តសិនបានគេមកអនុវត្តការងារអីក៏ត្រូវទៅរៀនទ្រឹស្ដីបើអ្នកដែលពេញចិត្តនឹងគ្រូត្រូវទៅរៀនគរុកោសលពេញចិត្តច្បាប់ទៅរៀនខាងច្បាប់ពេញចិត្តនឹងពេទ្យទៅរៀនពេទ្យអាហ្នឹងគេទៅរៀនបងទៅចេះទ្រឹស្ដីឲ្យបានគេយកមកបដិបត្តិតែយើងថាអនុវត្តយកមកប្រពន្ធលោកថាត្រូវតែរៀនបរិយ័តទ្រឹស្ដីឲ្យចេះសូមយកមកធ្វើជាង 2000 ឆ្នាំមកហើយដល់មកបច្ចុប្បន្នរួតតែត្រូវទីពិភពលោកគេទៅអីគេរៀនទ្រឹស្ដីស្នាបងអាត្មាសម្ដែងទៅវាធ្លាក់រឿងនៅស្រុកអាមេរិកខ្ញុំញៀនសំបីតែវិជាត្រឹមជាងកាត់សក់ណាបើមិនបានទៅរៀនអប់រំវិសាលាទេមានសញ្ញាបត្រទេទៅសុំគេបើកហាងកាត់សក់គេអត់បើកទេនេះនិយាយពេញត្រឹមជាងកាត់សក់តែបានទៅរៀនមកបានត្រឹមត្រូវពេលពិភពលោកគេប្រព្រឹត្តទៅដូចជាពុទ្ធជាបរមគ្រូយើងត្រូវរៀនទ្រឹស្ដីចេះសាផងនេះបានសូមឲ្យទាំងអស់គ្នានេះតស៊ូរៀនឲ្យដល់ត្រៃត្រាននៃវិជ្ជាដើម្បីជាពលឺអ្នកណាមានវិជ្ជាធំដូចមានដុំពេជ្រធំដុំពេជ្រវាមានពលឺអ្នកណាក៏ត្រូវការដុំពេជ្រដែរនៅដីណាទៅខ្វេះទៅកកាយរោមកទៅឃើញបាននៅតម្លៃរបស់មនុស្សទាំងអស់នៅលើលោកនេះគឺបញ្ញានឹងហើយគឺសម្រាប់ខាងផ្នែកពុទ្ធសាសនាបើភិក្ខុសាមណេរល្ងងមិនបានរៀនទ្រឹស្ដីបរិយ័តពាក្យទូមានព្រាហ្មណ៍ដល់របស់ពុទ្ធហើយភិក្ខុសាមណេរអ្នកបំផ្លាញសាសនាហ្នឹងព្រោះប្រេកោប្រេប្រា
មានប្រព្រឹត្តទៅតាមមេគារបស់ពុទ្ធណាដឹកនាំញោមញាតធ្វើអីតែប្រទេសប្រដាស់ទៅដេរិឆានវិជាអបិជំនឿអីទៅអូញោមញាតទៅដឹកនាំនោះក៏ជឿសម្បាមកក៏មិនយកសាសនាដែរណាគឺទៅវាយต้องไปต้องស្គរមិនចេះតែលងទៅខុសហ្នឹងហើយសម្រាប់ញោមញាតដែលជាក្រហមប្រជាបរតតែល្ងងខ្លៅហើយរដ្ឋាភិបាលអភិវឌ្ឍកសាងប្រទេសមិនទៅអរួយទេញោមញាតតែប្រជាបរតល្ងងហើយរដ្ឋាភិបាលធ្វើអីប្រទេសជាតិអត់រីចម្រើនបានពីប្រទេសជាតិរីចម្រើនឯសាប្រជាបរតចេះដឹងរដ្ឋាភិបាលលោកគ្រាន់តែបង្កើតសាលាមុខវិជ្ជាឲ្យយើងទៅរៀនទៅសូត្រឲ្យយកទ្រឹស្ដីមកឲ្យយើងបានចេះមកយើងប្រកបការងារចិញ្ចឹមជីវិតយើងរកទ្រព្យរកសម្បត្តិឯកើតកសាងជីវិតគ្រួសារយើងបានទៅកើតដូចជាកសាងប្រទេសជាតិហើយខ្ញុំនិយាយមើលកំពង់សោមនេះប្រជាប្រដ្ឋមានផ្ទះថ្មមានវិឡាអីទៅនេះក្រុងកំពង់សោមហ្នឹងគឺការរុងរឿងហើយរដ្ឋាភិបាលលោកមានមកធ្វើផ្ទះឲ្យប្រជាប្រដ្ឋណាប្រជាប្រដ្ឋទៅធ្វើខ្លួនឯងក៏ប៉ុន្តែលោកបញ្រៀនទ្រឹស្ដីវិទ្យាបើសាលាឲ្យរៀនសូត្រនេះមិនថាការកសាងប្រទេសនៅលើប្រជាប្រដ្ឋទេបងនឹងពុទ្ធសាសនាជាសាសនាដែលបង្រៀនមនុស្សឲ្យមានបញ្ញាបានជាប្រទេសកម្ពុជាយកពុទ្ធសាសនាជាកង់មួយអាណាចក្រជាកង់មួយផ្សំវិលឲ្យនាំរដ្ឋប្រទេសគឺប្រទេសជាតិនេះជឿនលឿនទៅមកបានតើរួមគ្នាទាំងពីរយ៉ាងដោយសារលោកអ្នកប្រាជ្ញលោកឃើញធ្វើរបស់ពុទ្ធជាធ្វើឲ្យមនុស្សចេះដឹងមិនធ្វើឲ្យមនុស្សល្ងងនេះខ្ញុំមានបាទធ្វើឲ្យមនុស្សចេះដឹងមានបញ្ញាយល់ភ្លឺស្វាងឡើងកសាងជីវភាពរបស់គ្រួសារយើងឲ្យឆ្កុំឆ្កាងសក់យើងដូចជាកសាងប្រទេសជាតិអីចឹងបើថាប្រជាប្រដ្ឋល្ងងអញ្ចឹងហើយញោមអត់ទៅរួចទេរដ្ឋាភិបាលជួយមិនក៏មិនរួចបងធ្វើម៉េចក៏មិនរួចបងនេះវានៅលើប្រជាប្រដ្ឋគេថាពលរដ្ឋពេលលាក់ប្រែតែកម្លាំងរបស់រដ្ឋប្រជារាស្ត្រហ្នឹងជាកម្លាំងរបស់រដ្ឋបានសប្តាហ៍ខ្ញុំញាតមើលមករដ្ឋាភិបាលលោកខំបង្កើតសាលាដោយសម្ដេចអគ្គមហាសេនាបតីដេជោបង្កើតសាលាពេញទឹកពេញដីស្រុកភូមិដល់មកអាណត្តិទី7ទៀតសម្ដេចបវរធ្វើបដីនេះក៏បង្កើតពីរឿងរៀនសូត្រនឹងទីសាលានេះបង្កើតគ្រប់មុខវិជ្ជាឲ្យប្រជាពលរដ្ឋរៀនសូត្រដើម្បីចេះដឹងកសាងជោគវាសនារបស់ខ្លួននោះឲ្យស្ពង់ខ្ពស់ថ្លៃថ្នូរអញ្ចឹងដល់ប្រជាពលរដ្ឋទៅជាមនុស្សទៅជាធនធានមនុស្សគ្រប់តែគ្នាដោយសារមានវិជ្ជាទៅជាប្រជាប្រដ្ឋដែលមានតែធ្វើអីក៏កើតបងធ្វើអីក៏កើតបងនេះសូមឲ្យញោមញាតពុទ្ធបរិស័ទជាពិសេសនេះសាមណេរទាំងអស់នេះបើឡើយនេះយើងនិយាយពីបញ្ញាជាលោកយៈទេលោកុត្តរៈមិនបាននិយាយទេទៅមិនទៅរួចដល់ទេឥឡូវនិយាយលោកយៈស្អីបងព្រោះប្រយោជន៍បច្ចុប្បន្ននេះជាគ្រឹះជាជើងចន្ទាឲ្យមនុស្សនឹងទៅកាន់សួគ៌បាននិព្វានបានប្រយោជន៍បច្ចុប្បន្នខ្ញុំមកអត់មានសម្ភារៈនោះប្រើគ្រប់គ្រាន់មានពេលនេះណាមានស្អីទៅធ្វើទានមានពេលណាទៅរសាសិលបានបរតបាយបបទៅព្រោះនេះគឺសម្បត្តិលោកយៈវាជាជើងចន្ទាឲ្យមនុស្សទៅសួគ៌និព្វានបានវាជាប់តេតោទៀតតែសិក្សាចាំបានញោមញាតយល់ដឹងបងនេះពុទ្ធគឺលោកទូមានព្រិនប្រដៅតែមនុស្សទេសាសនាដទៃទៀតដោយសាសនាព្រាហ្មណ៍ព្រះក្នុងសាសនាព្រាហ្មណ៍សត្វទេវតាទាំងអស់អិសូនរាយព្រំមើលរតនត្រ័យក្នុងសាសនាគេនោះព្រាហ្មណ៍ជាមនុស្សតែនាំពាក្យរបស់ព្រះមកប្រាប់មនុស្សថាព្រះលោកតបង្ប្រាប់ថាយ៉ាងនេះយ៉ាងនោះនាំពាក្យព្រះមកប្រាប់បរិស័ទវិញនាំពាក្យពីបរិស័ទទៅប្រាប់ព្រះព្រាហ្មណ៍អ្នកកណ្ដាលបើយើងសិក្សាមើលទៅដូចជាអត់ពេតទេបងមិនពេតទេ
បើប្រពុតយើងបានជាមនុស្សហើយលោកទូលមានព្រានបដាមនុស្សដោយផ្ទាល់ល្មមហើយមានព្រះសង្ឃជាសាវកនឹងជាជំនួយការទៀតនោះតែលោកត្រាស់ដឹងហើយបង្កើតព្រះអរហន្តបាន60អង្គនឹងព្រះអរិយសង្ឃលោកបញ្ជូនឲ្យទៅផ្សាយពុទ្ធសាសនាវិញទៅផ្សាយទៅបញ្យល់បើថាបញ្យល់ទៅពីហេតុផលទេបងពលរបស់ទាំងអស់នៅលើលោកមានហេតុមានផលអ្វីដែលមិនមានហេតុផលលោកអត់ឲ្យជឿទេលុបបំបត្តិអស់ក្នុងសាសនារបស់ព្រាហ្មណ៍មានតែហេតុអត់ផលទេហេតុយ៉ាងម៉េចអើយថាមនុស្សចង់បានអីហើយទៅវល់ក៏ព្រះសូមឲ្យជួយផ្ដល់ឲ្យបើសុំតាពិសកខ្មៅទៅសក់សក៏មិនដែលឃើញព្រះយកអីមកឲ្យរបស់ទ្រព្យសម្បត្តិឃើញបានតែរកខ្លួនឯងហ្នឹងមើលមិនឃើញទីនៅតែជឿថាព្រះឲ្យយ៉ាងគាត់មើលមករងងបណ្ណារកខ្លួនឯងទាំងអស់ប្តីប្រពន្ធចាប់រៀបការឬទៅក៏នៅក្នុងគ្នារកទ្រព្យរកសម្បត្តិដែរវិញអ្នកដែលរកទ្រព្យសម្បត្តិបានច្រើនមកប្តីគេក៏មានបញ្ញាប្រពន្ធគេក៏មានបញ្ញាព្រោះគេរកទ្រព្យសម្បត្តិបនស័កយកស័កបានដោយសារបញ្ញាហ្នឹងឯងតែសម្រាប់អ្នកដែលរងងក្លៅមានប្តីប្រពន្ធក៏រកទៅគាត់តដេបតដាបរកបានព្រឹកខ្វះល្ងាចខ្វះព្រឹកបានថ្ងៃនេះខ្វះស្អែកទៅអានឹងហេតុគឺពីល្ងងនឹងមានបញ្ញាហ្នឹងនេះសូមឲ្យស្ដាប់ទាំងអស់គ្នាបើចង់ឲ្យជីវិតសុខសួស្តីសេរីមង្គលខំរៀនយកបណ្ឌិតឲ្យបានគ្រប់គ្នាទាំងអស់បានជាប្រជាពលរដ្ឋដ៏ប្រសើរជួយកសាងប្រទេសជាតិបានជឿនលឿនទៅបានបើថាល្ងងអត់ទៅទេមិនបាច់ក៏មិនទៅដែរមើលគូក្របីនេះគេយកទៅទីមប្រទេសក៏ទៅដល់ទិសដៅក៏ឈប់ទៅគេដោះទៅក៏មិនដឹងទៅណាមកណាបើអត់បញ្ញាណានេះសម្រាប់កើតមកជាមនុស្សមួយជាតិសូមឲ្យស្វាស្វែងរកបញ្ញាជាគ្រឿងទីពឹងដូចអ្នកប្រាជ្ញលោកពោលថាប្រាជ្ញានេះប្រសើរដូចជាប្រច័នដែលប្រសើរជាងផ្កាយហ្នឹងអ្នកមិនអត់វងបណ្ណាមើលផ្កាយព្រិចតូចដូចទៀតចឹងថាអ្នកប្រាជ្ញលោកពោលថាប្រច័នហ្នឹងប្រសើរជាងផ្កាយទាំងឡាយសំបីសិលក្តីសិរីក្តីធ្វើរបស់សប្បុរសក្តីក៏ទៅតាមបុគ្គលដែលមានបញ្ញាតែគ្មានបញ្ញាអត់បានទេប្រព្រឹត្តអំពើអកុសលបាបហ្នឹងឯងនេះមានបញ្ញាគេយល់សិលធ្វើឲ្យគេស្អាតកាយវាចាគេរក្សាសិលគេមិនបៀតបៀនជីវិតឬប៉ះពាល់ដល់សេចក្តីសុខជនទេសិលនឹងជាសិទ្ធិមនុស្សណាញោមញាតិសិលជាសិទ្ធិមនុស្សតែអ្នកណាមានសិលគោរពសិទ្ធិមនុស្សមកផែនដីទាំងអស់មនុស្សផែនដីមិនដែលអ្នកណាបានទទួលទុក្ខលំបាកពីយើងទេយើងមិនដែលឲ្យទុក្ខដល់អ្នកណាទេតែគោរពសិទ្ធិមនុស្សចុះបើមនុស្សទាំងអស់គ្នាមានសិលអត់មានអ្នកណាឲ្យទុក្ខអ្នកណាទេគឺឲ្យសុខផ្សាយសុខដល់គ្នាទាំងអស់ហ្នឹងចឹងសូមឲ្យយល់វិញថាសិលក៏ទៅតាមអ្នកពួកអ្នកដែលមានបញ្ញាដែរវិសិរីនេះបាននេះសេចក្តីសុភមង្គលនៃជីវិតគ្រួសារយើងដែលរស់នៅដោយសារវត្ថុ4យ៉ាងត្រឹម4យ៉ាងដែលធ្វើឲ្យជីវិតយើងបានសុភមង្គលសេរីសុខក្តីត្រេកអរក្នុងកាលដែលរស់នៅព្រោះមានវត្ថុ4យ៉ាងនេះសិរីធ្វើរបស់ពួកសប្បុរសទៀតក៏រមែងទៅតាមបុគ្គលដែលមានបញ្ញានឹងឯងព្រះសម្មាសម្ពុទ្ធនេះជាសប្បុរសណាញោមញាតិសប្បុរសគឺលំដែលធ្វើអំពើអាក្រក់ទេវាសម្រាប់មនុស្សជាសាមញ្ញតែហៅថាសប្បុរសជនគឺលោកល្អដោយកាយវាចាចិត្តលោកមិនដែលបៀតបៀនធ្វើទុកទោសណាទេឃើញអ្នកណាធ្វើអាក្រក់មានតែលោកទូលមានព្រានបដៅនេះពួកសប្បុរសទៅតាមអ្នកដែលមានបញ្ញាដែរព្រោះតែអ្នកអត់បញ្ញាសិតតែប្រព្រឹត្តអំពើបាបអីញោមញាតិអត់ដែលទៅរសាសិលណាបានទៅកាប់សម្លាប់គេអានោះអត់សិលណាក៏ទៅពីគេចាអានោះវាហេតុរួច
แต่ละง่วงไงแต่เราทรัพย์สมบัติในนั้นเช่นชีวิตบ้านชีวิตเศร้าซาไว้ชีวิตแรงเมียนเสรีสุสไรมันกว่าละด้วยตัวเดียวเปียสับบรอนั่นก็มันบานตีบ่เปียเปียกับนายเขาไอ้มึงไอ้นั่นใช่แต่เปียว่าสับบรอนั่งปุบปุดลูสันไดบ้านมนุษย์เยอะทอมบอกว่าคือปัญญาให้บ่สมคอมพลีทราเพราะปัญญานี่เกิดไปการินโสดเมียนเตบันสรันบูซูนกันนามาสร้างปัญญายังเกิดเตพุทธิการระบบปุตดูสำแดงท้าอัตตาให้อัตโนเนี่ยเท่าล้วนเจติปึงระบบล้วนก่อเหตุเนี่ยเท้าปะเราสยามเนี่ยตะเต้โดยมันได้ดังเจติปึงล้วนบาทไปมากันแรงตีเราสำแดงแต่พิกเวอัตตติปาเวหะรัฐะอัตตะสารนาอนัญญสารนาถ้าไปโคตั้งลายเนี่ยตั้งลายยกคลุนไอเชือกก็ยกคลุนยังเชือกก็ไอปึ้งคลุนยังโจยกคลุนยังมอเจติปึ้งโจกมยกเนี่ยดัตติทางกล่าวมอเจติปึ้งบอกว่าเราห้ามอย่าไอปึ้งคลุนไอก็บ้านชีวิตยังบ้านสอบสู่ไอแต่ปึ้งเนี่ยดัตติอัดบลัทธิดันปึ้งเทวดากันเราอัดปฏิบัติเราอัดปฏิบัติปึ้งคลุนไอมันพอรู้สำแดงธรรมโนแต่มันเพื่อกาอันรอดได้ป่ะเราเอาชื่อบุญย่างโยมเงียแต่เตรียมชื่อมันเขาตีโมยคือกรรมเมสเทียเอาชื่อกางเงียได้ยังเถอที่ปีวิปากสเทชื่อพอระบกรรมกรรมมันเพื่อเคราะห์ได้ออกได้ยังเถอเต้าแต่อ้อยพอชีอดไว้ได้ป่ะที่ใบกรรมเมสกตาสติชื่อธรรมโนเนาสเงียมันรอดเลยบอกเต้าแต่เพื่อกามโนนังกางเงี้ยคืออากางเงี้ยไปออกกอชีกอไปเจ้าอัตมาเนี่ยแต่มันเทกาบานไอ้ยังมันเช่นจีเวทประกาศพอไปย้ายบ้านไปเพื่อกานังไอ้ไม่อะไรเชื่อนั่งเต็มอาพอหรอบอกมันเทกาบานโยมเนี่ยเมื่อเนี่ยชื่อท่าเทวดาอ้อยได้เคยได้เสียงเธอเลยจะเยี่ยมบอกจะได้จะยังปั้นเราแต่ปึ้งเทวดาแต่ปกป้องอัตเตไอ้ปึ้งคลุนเยอะบ้านพอประโยชน์อริติบุญตถาคตโพธิสัจจะชื่อปัญญาตรัสดังเราบอกปกป้องลงเมียนปัญญาตรัสไกลเลยเอาไว้ยังเมินมันเคยยังสลับมันหรือปกป้องโลกเฉียบโลกปราบเยิ้งยังเราชื่อโลกปกป้องลมได้ก็เหาะนานๆได้โลกสำแดงเธอไว้ยังชื่อปัญญาตรัสดังเราบอกปกป้องยังยังชื่อบุญยางในอัดคอเตปะชื่อบุญยางนั้นเชียดได้ยังชื่อครวนเยอะไงมันตัวตีปึงทางกราวมาแต่ปะนี่สำหรับพุทธศาสนาในพุทธศาสนานี่แต่โยมเนี่ยนายชื่อให้พอคือพุทธศาสนาชื่อแต่เทวกาบ้านพอก่อนเราบำเทวกาอัดพอเลยอันนั้นพุทธศาสนาปปลสชูบนังมโนนาบริษัทนาลูกเป็นโยลที่ให้พอเราเอ็นดีแม่นาชื่อให้พอชื่อตะเปรียบแล้วปปลคำเป็นโยลเกิดนกน้องกันดาลวงปูเปรียมโดเจ็บกามอลีมวยกาตัวรีกันดาลวงเปรียมอย่างลูกชายคลันคนเทติดอกกรอบตำดับตัวเลือปูเปรียมปูนิกรนสับบาทก็เวนาลัทธิครุนเจ้าอะไรตัวการโยกพุทธศาสนาถวายครูนเชียวบาสนอนพุทธเธอประซ่องตีปึงตีระลึกว่าสรุปอัดแม่ปึงนะปึงโกรนไอหรือสำหรับปึงพุทธเตียนเป็นโยเงียสรพุทธยังสารนังเกชามิธรรมยังสารนังเกชามิสังฆังสารนังชามิจอมสอบดอนเอาพุทธเจตีปึงตีระลึกประเธอประซ่องตีปึงตีระลึกยมอันตีปึงระลึกยมกระโดดพุทธเรื่องไอแด
ដែលយើងជ្រះថ្លានឹងព្រះពុទ្ធថាជាគ្រូរបស់ទេវតានិងមនុស្សពាក្យថាលោកគ្រូគឺចេះជាងយើងដឹងជាងយើងហើយលោកមានបញ្ញាលោកប្រគល់ក្នុងឋានៈជាព្រះបរមគ្រូព្រះភិក្ខវន្តតមនីសាស្ត្រាចារ្យទេពុំមែនគោរពជាអតិទេពសសំអីយកមកអត់បានទេគោរពព្រះធម៌ជាទ្រឹស្ដីមេគាយសម្រាប់យើងដើរបប្រតិបត្តិតាមគឺអថង្គិកមៈទាំងបើសិលសមាធិបញ្ញាអថង្គិកមៈទាំង8ហ្នឹងហើយបងពួកយើងគោរពចំពោះព្រះសង្ឃព្រះសង្ឃនេះជាសាវករបស់ព្រះពុទ្ធព្រះអរិយសង្ឃអស់ហើយបរិនិព្វានអស់អ្នកពួកលោកអ្នកអស់កិលេសអស់ហើយនៅតែសមតិសង្ឃកិលេសពេញតែខ្លួនតែញោមចាអាត្មាអ្នកសំដែងទៅក៏កិលេសពេញតែខ្លួនតែញោមតែគាត់ប្រាប់ញោមអាត្មាមិនសង្ឃសាវកណាសមតិតែគ្នាក៏ប៉ុន្តែទោះបីយ៉ាងណាក៏សមតិសង្ឃលោកនៅតែមានគុណប្រយោជន៍សម្រាប់ពុទ្ធសាសនាញោមញាតិព្រោះពុទ្ធបរមគ្រូបរិនិព្វានណាយើងអត់បានឃើញរូបភាពលោកទេយើងតាមសាងជាបដិមាតម្កល់ឲ្យយើងឃើញប៉ុណ្ណាទេយើងមានទសាស័ព្ទបីបានលោកសំដែងធ្វើប្រាប់ឲ្យយើងបានព្រះធម៌នៅតែក្នុងគម្ពីរបត្រៃបិដកសពថ្ងៃមានសមតិសង្ឃនេះឯងដែលជារូបភាពឲ្យញោមញាតិក៏លេចឃើញព្រះសង្ឃនៅក្នុងពុទ្ធសាសនាគោរពឃើញព្រះសង្ឃនឹកឃើញដល់ពុទ្ធសាសនាមិនជឿអស់ទេបំអស់ព្រះសង្ឃណាអស់ឯពុទ្ធសាសនាបានថាសត្វយ៉ាងណាសូមឲ្យញោមថែរក្សាព្រះសង្ឃសមតិសង្ឃឲ្យគង់វង្សនៅក៏ទោះបីជាក្នុងពេលខ្លះមានអង្គខ្លះលោកប្រព្រឹត្តទៅក្រោតគ្រាតមិនសំទៅនេះគុំទៅគិតរឿងលោកតាមទៅលោកគិតលោកណាដែលលោកគោរពបដិបត្តិត្រឹមត្រូវកាលនេះញោមញាតិជួយថែរក្សាទំនុកបំរុងនៅបច្ច័យ4ដល់លោកដើម្បីឲ្យលោកគង់នៅជាបព្វជិតនឹងបានថែរក្សាសាសនាហ្នឹងតែញោមមិនចេះលោកថាអស់ប្រសងអស់ឲ្យពុទ្ធសាសនាបើអញ្ចឹងទៅវាខូចប្រយោជន៍អស់តែគ្នាណាញោមក៏មិនបានកុសលផលបុណ្យអីក្នុងជីវិតមនុស្សនេះក៏មិនបានសោកជីវិតនោះមិនបានសោកអញងាប់ទៅក៏មិនបានទៅឋានសួគ៌រួចទៀតមិនបានទៅព្រះនិព្វានទេប៉ុន្តែមុនរបស់អត់សម័យសមឲ្យជីវិតរបស់ញោមរស់នៅដោយសុខសួស្តីសេរីវត្តក្នុងជីវិតជាមនុស្សព្រោះចំណុចសំខាន់បំផុតគឺបញ្ញាក៏តែខ្វះបញ្ញាទៅហើយហ្នឹងប៉ុន្តែដល់ញោមម៉ោង7 7ហើយអាត្មាទៅអត់ពេញតោះអញ្ចឹងសំបតីព្រះគ្រូចៅអធិការព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់សម្ដែងធម៌នេះបានសម្ដែងពីថ្នាក់លោកុត្តរៈតែនិយាយពីលោកយៈក៏ជីវិតយើងទាំងអស់នេះកំពុងតែរស់នៅត្រូវការអ្វីបានបញ្យល់ទាំងអស់គ្នាឲ្យខំរៀនខំសូត្រសំបញ្ញាតាមបានញោមញាតិអរិយអ្នកដែលនៅរៀនបុរាណដូនតាលោកលើកជាច្បាប់ទូលមានចាំស្ដាប់ណានឹងអ្នករៀនថាអ្នករៀនជាមិត្តភក្តិផងគ្នាគេច្រើនមើលងាយឃើញទេសាលារៀននឹងជាវិជ្ជាសកលពោគ្រប់បែបគេយកមកបង្រៀនយើងវិជ្ជាណាដែលសម្រឹងត្រឹមត្រូវឲ្យគ្មានខុសគ្មានវិញអីទេតែលោកគ្រូបង្រៀនមិនគឺត្រឹមត្រូវអញ្ចឹងហើយនោះវិជ្ជាដែលចេញពីសាលារៀនហើយសម្រាប់យើងទាំងអស់គ្នានេះព្រះសង្ឃក៏មានពុទ្ធសាលាពុទ្ធិកសិក្សាញោមញាតិជាក្រហមនឹងក៏មានសាលាពុទ្ធិកមានសាលាសិក្សាខាងផ្លូវលោកដូចគ្នាទាំងអស់កម្រិតវិជ្ជាដូចគ្នាទាំងអស់មានបរិញ្ញាបត្រអនុបណ្ឌិតដូចគ្នាទាំងអស់ចឹងខំឲ្យសិក្សាសូត្ររៀនឲ្យបានដល់ត្រើយត្រាននៃវិជ្ជាធ្វើឲ្យជីវិតយើងរស់នៅស្រួលបើថាมันបានទេប្រកបជីវិតលែមឡាអមហើយចាំចូលចាំឥឡូវដើរទៅមើលប្រជាប្រដ្ឋនឹងកំពង់សោមក្នុងពសៀនមើលច្បាស់ទៅតែអ្នកក្រមកពីស្អីអ្នកមានមកស្អីបញ្ញាមើលឲ្យច្បាស់ទៅបើថាយើងចង់ក្រឈប់រៀនទៅ
ដល់រើសអេចាយមនុស្សរកព្រឹកខ្វះល្ងាចរងាចខ្វះព្រឹកបើថាយើងចង់ឲ្យទៅជាអ្នកមានទ្រព្យមានសម្បត្តិរៀននឹងសម្បញ្ញាឲ្យកើតឡើងនឹងបញ្ញាក៏ធ្វើឲ្យជីវិតមនុស្សរស់នៅដោយសួស្តីសិរីមង្គលនេះជាពុទ្ធដីកាពាក្យទូលមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធលោកប្រដៅเราធ្វើទេសនាប៉ុណ្ណឹងចុះប្រទេសនេះដូចប្រាសចាកពីកម្មវិធីបន់បើប្រទេសកម្មវិធីបន់នោះបើអត់ផលប្រយោជន៍ពួកហ្នឹងណាបាទបើអញ្ចឹងត្រូវបានរៀនពួកហ្នឹងសុំឲ្យរៀនឲ្យបានដល់បរិញ្ញាបត្រដូចគ្នាទាំងអស់កាលណារៀនដល់បញ្ញាបត្រដល់ណែបណ្ឌិតគេហៅបញ្ញវន្តប្រុសស្រីគេហៅបញ្ញវតីបញ្ញវន្តីបណ្ឌិតដូចតែគ្នាហើយកាលណាព្រះសង្ឃយើងក៏ចេះដឹងប្រជាប្រដ្ឋចេះដឹងរដ្ឋាភិបាលលោកសบายចិត្តឲ្យដឹកនាំធ្វើអីក៏បានផ្នែកព្រះសង្ឃចេះធ្វើចេះវិន័យអប់រំបរិស័ទឲ្យបានសុខសន្តិភាពស្ងប់ស្ងាត់ហ្នឹងណារឿងនិយាយពីរឿងសន្តិភាពទៀតសន្តិភាពគឺភាពដែលវាស្ងប់ស្ងៀមស្ងប់ស្ងៀមនេះបានន័យថាមនុស្សមិនធ្វើអំពើអាក្រក់គេថាស្ងប់បើថាមនុស្សប្រព្រឹត្តអំពើអកុសលកັບសម្រាប់រួចរាល់អត់សន្តិភាពในសង្គមសន្តិភាពគឺស្ងប់ពួកយើងនាំនេះបានស្រាន់ថាសូមឲ្យប្រទេសជាតិបានសុខសន្តិភាពអត់រួចទេណាញោមញៀនអត់ទៅរួចទេណាមិនទៅបានស្រាន់បានទេលោកប្រាប់ថាចង់ឲ្យសង្គមយើងសន្តិភាពស្ងប់ស្ងាត់ត្រូវតែមនុស្សនោះសន្តិភាពមុនណាហើយមនុស្សសន្តិភាពទៅបានទៅមនុស្សមានសិលធម៌យ៉ាងសត្វតែហេតុផលទាំងអស់បើយើងទៅបានមិនបានព្រោះលោកប្រាប់ថាសត្វតែហេតុផលបើប្រជាប្រដ្ឋអត់មានសិលធម៌មិនទេសង្គមអត់សង្គមវាអព្យាក្រឹតទេវាស្ងប់ឬក៏ក្រឹតមកពីមនុស្សទេទៅធ្វើសង្គមនោះឲ្យស្ងប់ឲ្យរំជើបរំជួលមិនភ្លេចឥឡូវបញ្យល់ពីហេតុផលបន្តិចញោមញាតរបស់ទាំងអស់ពុទ្ធលោកថាសត្វតែមានហេតុផលរបស់មានវិញ្ញាណក្តីអត់វិញ្ញាណសត្វតែមានហេតុផលទាំងអស់តែយើងមិនដែលបានគិតមិនដែលបានឮពុទ្ធដីកាពុទ្ធមិនដែលបានរៀនពាក្យពុទ្ធអត់ដឹងនេះញោមញាតនេះយកផ្កាមកបូជានេះផ្កាឈើផ្កានេះជាផលញោមញាតហេតុគឺដើមបើវាមានដើមផ្កាទេបើអត់មានផ្កាទេនេះពុទ្ធលោករៀនចឹងស្អីគេចឹងញោមញាតមើលផ្លែក្រូចផ្លែស្វាយជាផលបើវាមានដើមក្រូចដើមស្វាយក៏វាមិនមានផ្លែគេទេរហូតដល់មកពូជត្រឡប់ទៅជាហេតុវិញបានចៅជាផលចៅជាផលត្រឡប់ទៅឲ្យបានចៅទួតនេះវាតនេះបញ្ញចុះបើបញ្ចាស់ទៅលើថាលោកឪពុកអ្នកម្ដាយដែលជាហេតុរបស់យើងគឺជាផលរបស់ម៉ែឪក៏ហ្នឹងណាវាតចាស់ទៅលើហេតុផលនឹងប្រមាណ100លានហេតុផលហ្នឹងញោមញាតតាំងពីមនុស្សនៅលើទឹកដីកម្ពុជាពីពុរេប្រវត្តិមកណាមនុស្សរខិរខាមានសម្លៀកបំពាក់មិនសមរម្យអាហ្នឹងដូនតាយើងពូជយើងណាញោមញាតពូជយើងទាំងអស់ក៏ប៉ុន្តែយើងសប្តាហ៍នេះដូនតារឿងចេះតែបដិរូបលោកចេះតែកែច្នៃសម្ភារៈប្រើប្រាស់រាប់រយតំណមកពីមិនសូវល្អឲ្យល្អបងប្អូនឲ្យទំនើបនេះពុទ្ធសាសនាលោកសម្ដែងថាមនុស្សដែលរស់នៅក្នុងចក្រធ្វើចក្រដូចជាកង់ធ្វើនោះដូចកង់នាំយើងឲ្យទៅកាន់សេចក្តីរីកចម្រើនមាន4ទី1បដិរូបទេសវាសោចៈយើងរស់នៅក្នុងប្រទេសដ៏សំគួរប្រទេសយើងសប្តាហ៍បើធៀបទៅ100ឆ្នាំមុនវាខុសគ្នាមើលមិនឃើញទេមើលឃើញទេបងតាំងពីសម្ភារៈប្រើប្រាស់ញោមមើលពីបុរាណដូនតាយើងបរទេសគោលទេសក្បីជីសេះជីសម្រី
ស្ងាញ់មានណាទៅណាដែលបរទេសគូក៏បីជិះទៅយានយន្តមានម៉ាស៊ីនអានេះគេបដិរូបកែច្នៃផ្លូវថ្នល់ទាំងអស់ពីមុនសច្ចៈគ្រោះក្រហមទេស្មើមកកំពង់សោមបងអីហ្នឹងបងចុកដំថ្មទេឥឡូវគេបដិរូបចាក់ជឿកៅស៊ូចាក់បេតុងស្អាតចេះអាហ្នឹងបដិរូបគេកែច្នៃវាស្ពានឆ្លងស្ទឹងមិនស្អាតឈើទេរិចស្ពានឆ្លងទន្លេមេគង្គអត់មានតែឆ្លងទូដទៅឥឡូវគេធ្វើស្ពានឆ្លងបានយ៉ាងម៉េចអានេះក៏បដិរូបគេកែច្នៃមកហូបអាហារក៏គេកែច្នៃសម្លៀកបំពាក់ញោមក៏គេកែច្នៃដែរឲ្យទំនើបឲ្យល្អនេះគេថាបដិរូបប្រទេសសវាសោចាសុទ្ធតែគេកែច្នៃទៅបានតែសាបញ្ញាបើមិនមានបញ្ញាកែច្នៃបានទេញោមញាតិញោមមើលគោក្របីញោមប្រប់រយតំណមានកែច្នៃអីកើតតែអ្នកគេកែច្នៃបដិរូបកែច្នៃគឺគេមានបញ្ញាចេះតែដេកគិតទៅធ្វើយ៉ាងនេះយ៉ាងនោះឲ្យវាទំនើបល្អណាស់នេះនៅក្នុងប្រទេសដ៏សំគួរទី2សពរេសោបសង្ឃសេវៈយើងបានសែបគប់រស់នៅជាមួយសពរោះបច្ចុប្បន្ននឹងមានសពរោះច្រើនណាស់ព្រះសង្ឃក៏ជាសពរោះជាបណ្ឌិតអុយប្រសក់ក៏ជាសពរោះជាបណ្ឌិតគេថាគឺកែច្នៃប្រឌិតទៅជាគ្រឿងសម្ភារៈប្រើប្រាស់ប្រសង់លោកអប់រំញោមញាតទៅគេរស់នៅក្នុងចំណោមបរិស័ទពូសពរោះទី2ទី3អត្តសមាបត្តិធិសូមឲ្យញោមញាតពុទ្ធបរិស័ទតម្កល់ខ្លួនឲ្យត្រង់នឹងហេតុផលជឿហេតុផលតម្កល់ខ្លួនតែញោមមិនជឿហេតុផលតែជឿអបារមីស្ដីបណ្ឌិតហ្នឹងក៏ក្លែងក្រោមញ៉ាំអត់បានប្រយោជន៍ទេតែឲ្យតម្កល់ខ្លួនឲ្យត្រង់ក្នុងហេតុផលជឿហេតុជឿផលទី4ខ្លួនយើងជាអ្នកដែលបានសន្សំសេចក្តីល្អហើយពីមុនមកមានលក្ខណៈ4នេះទើបជីវិតទើបសង្គមរបស់យើងបានសប្បាយរីកលូតលាស់ចម្រើនឥឡូវប្រទេសយើងមានទៅជាចក្រធរហើយវាវិលស្រួលប្រព្រឹត្តទៅស្រួលបងនេះប្រពន្ធលោកប្រាប់រស់នៅក្នុងចក្រធរ4នេះក្នុងប្រទេសដ៏សំគួរខ្សែគប់នឹងសពរោះសម្បូរមានច្រើនតម្កល់ខ្លួនឲ្យត្រង់ឲ្យនឹងកុំឲ្យគ្រានឹងក្នុងហេតុផលញោមជឿហេតុផលហើយនឹងខ្លួនយើងអ្នកបានសន្សំបុណ្យឲ្យពីមុនមកបានក្តីចុះបើសន្សំបុណ្យគ្រប់តែគ្នាមកមានណាទៅធ្វើអីឲ្យមូមីឆ្លំឆ្កងឲ្យភ្ញាក់ផ្អើលអីពីគ្នានឹងញោមនេះគេហៅអ្នកសន្សំសេចក្តីល្អគឺសពរោះនេះប្រពន្ធលោកសំដែង5ចុះអូថាចប់ហើយនឹកថែបន្តិចទៅទៀតទៅយាយយប់ណោះទេតែនិយាយចប់មកក្រៅសំទោផងណាហើយសំដែងធឿននេះក៏មិនបានតេតងអីនឹងផ្លូវលោកតរៈបើតែគឺសំដែងពីលោកយៈដែលជីវិតរបស់យើងទាំងអស់គ្នាត្រូវការពឹងពាក្យបើអ្នកបួសគឺអ្នកបួសជាបឋិជនដែរញោមញាតក៏បឋិជនដែរអញ្ចឹងក៏ត្រូវរួមរស់ទាំងអស់គ្នាត្រូវអាស្រ័យដោយបញ្ញាឲ្យបានសេចក្តីសុខជ័យសួស្តីក្នុងវិធីនេះគឺជាបុណ្យពិសាខបូជាផងណាញោមញាតសាខបូជាដូចថ្ងៃ11ណាបើ11ត្រូវបុណ្យពិសាខបូជាយ៉ាងណាមិនបានទៅស្រុកដល់រួចនៅ11នោះវិសាខបូជានៅសក្យមនីចេតដែរញោមរដ្ឋាភិបាលនិមន្តនៅជាប់នឹងឯទៀតចឹងការសម្ដែងធម៌ក្នុងកម្មវិធីបុណ្យពំពោះសាមណេរហើយនឹងសីលវតីដើម្បីនឹងអប់រំផ្នែកសិលធម៌និយាយក្រៃយាចោអប់រំសិលធម៌ក៏សូមឲ្យទាំងអស់គ្នាទទួលយកសិលធម៌របស់ព្រះពុទ្ធសាសនានឹងមកដាក់ក្នុងចិត្តរបស់ខ្លួនទៅជីវិតរបស់យើងបានសុខស្រួលហើយគ្មានអីហួសពីនឹងទេមានតែសិលធម៌នឹងអាចធ្វើឲ្យជីវិតមនុស្សបានសុខតែជីវិតមនុស្សបានសុខស្ងប់ឲ្យសង្គមក៏សុខដែររីកចម្រើនលូតលាស់នឹងធ្វើទេសនាក្នុងឱកាសនេះ
ก็ละมุมซ้ำกูตามการนังวิเลียหายแต่มันนังมีจับเทศนาก็ซ้ำประเคนโปสับสาตุกาจูนโปสับสาตุกาดาลสามเณรเนี่ยมกะสามเณรทุกรูปนังใส่หรือว่าได้ทุกรูปนังโยมเมียตต่างสมัยบานประกอบโดยปัญญาจังหวะเมียนปัญญาได้อาตมานะโอ้พระปัญญาเกิดอะไรสิ่งใดสอบสู้สิ่งใดโปบุญประกาศทุกการคนแองใหญ่เท่ามาวัดคือปัญญานะสมัยโยมเมียได้สมัยจำราญลุกได้ปัญญาครบเมียต่างอันนี้ที่สามประเคนโปได้ประครูเจ้าอธิกานังครูโซเชนจะนำได้เจมเนกตัวเต้นักน้องเวทเอ็นดีเนียนเนี่ยนำนำเมาเคยสำนักที่สนาสนะนั่งก็ใช้สาบานมอมุนมาดองเคยรีบจำบานสะอาดสามรุ่มละอการเมียนตีสนาสนะสะอาดสามรุ่มละอนี่ก็มอปิญญเมียนเมียนสเตียเจตนาได้เต้เป้าปัตลุลงเธอไอ้กาเต้เป้าเกินเมียนกำเนิดปัตลุเมียนกำเนิดละบ้านอาตมาแช่ตะตูนเมียนเนี่ยบัวเมียโกนสาอาตมาเนาอเมริกจังก่อสร้างเวิร์ดอาตมาอ้อยอวาตลูกเองถือไหมอ้อยโยมเมียกิชื่อลูกเองสันนะเนี่ยปพุทธอ้อยปันดอกสถีอ้อยลูกเองปังก้าสถีอ้อยโยมเมียอ้อยกิชื่อลูกเองถ้าลูกเองชื่อเองก็เกิดthì ai là bỏ ai mò mình vô là bỏ cái từ từ ai khôi kha thế cái ai mò không chưa ai cả anh ấy cái chùm nưa ấy nhôm nhẹ cái chưa là gì từ ấy cả và lần này nhôm nhẹ nằm đây nó chưa có sang vật thông và vùng chấp có sang bị hiểm có sang vật thông đó còn tôi vật Phậtศาสนาtôiได้nó không bật tay American còn và American sang ấy có căn Phậtศาสนาจะรันได้cònก็คือศึกษาเรียนสอนกับพุทธศาสนาเชื่อศาสนาวิทยาศาสตร์ยังยึดเราอย่างเนี้ยวิทยาศาสตร์ที่เราให้เราพอเลยพอพุทธก็รู้สำแดงให้พอเลยเนี่ยเอาแต่เนี่ยน่าเชื่อให้เชื่อพอแล้วนั่งการพุทธศาสนาต่อไปมันตั้งแต่คนการพุทธศาสนาก็เชื่อพุทธศาสนาเอาไปเชื่อให้พอทุกการมันจะซ้ำ